តែអ្នកធ្លាប់មានអារម្មណ៍ថាភាពតានតឹងធ្វើឲ្យចិត្តរបស់អ្នកដូចជាខ្សែរញ៉េរញ៉ៃដែលមិនអាចដោះស្រាយបានហើយក៏មិនដឹងថាធ្វើបែបណាដើម្បីឲ្យភាពតានតឹងបាត់រស័ព្ទពីចិត្តរបស់យើងមិនថាជាការរៀនសូត្រការងារឬជីវិតទូទៅនោះទេភាពតានតឹងនឹងចូលមកលួចយកសេចក្តីសុខរបស់អ្នកថ្ងៃនេះខ្ញុំនឹងនិយាយអំពីរបៀបគ្រប់គ្រងភាពតានតឹងមុនពេលដែលវាត្រូវគ្រប់គ្រងនេះភាពតានតឹងមិនមែនតែងតែជាសត្រូវនោះទេវាគឺជាប្រតិកម្មធម្មជាតិសម្រាប់រាងកាយរបស់អ្នកចំពោះបញ្ហាដែលត្រូវប្រឈមដែលមានន័យថាវាជួយឲ្យអ្នកឆ្លើយតបប៉ុន្តែនៅពេលដែលភាពតានតឹងនៅយូរពេកឬមានអារម្មណ៍ថាលើសលប់វានឹងអាចប៉ះពាល់ដល់សុខភាពដល់ការផ្ដោតអារម្មណ៍ឬសូម្បីតែសុភមង្គលរបស់អ្នកគំនិតសំខាន់នៅទីនេះគឺសាមញ្ញបំផុតការគ្រប់គ្រងភាពតានតឹងមិនមែននិយាយអំពីការគេចវេះពីបញ្ហាប្រឈមនោះទេតែវាគឺជារបៀបនៃការរៀនឆ្លើយតបនឹងបញ្ហាទាំងនោះដោយភាពស្ងប់ស្ងាត់ដោយការកាត់ត្រូវនិងមានប្រសិទ្ធភាពឥឡូវនេះសូមសាកសម័យមើលស្ថានភាពមួយនេះមានសិស្សម្នាក់ត្រូវប្រឡងមានការងារក្រៅម៉ោងនិងជីវិតសង្គមដែលត្រូវរក្សាតុល្យភាពជារៀងរាល់ថ្ងៃពួកគេមានអារម្មណ៍ថាភាពតានតឹងកំពុងកើនឡើងនៅក្នុងទ្រូងរបស់ពួកគេដូចជាឈឺក្បាលហើយការគេលក់ស្រួលក៏ខ្លាចទៅជាការលំបាកតែងាកមួយពួកគេសម្រេចចិត្តចំណាយពេលវេលាត្រឹមតែ10នាទីដើម្បីដកដង្ហើមវែងៗឲ្យសរសេរអ្វីនៅក្នុងចិត្តរបស់ពួកគេបញ្ចេញមកហើយបានរៀបចំផែនការសម្រាប់ថ្ងៃបន្ទាប់មួយជំហានម្ដងពួកគេបានអនុវត្តនៅផែនការនេះជាប្រចាំរយៈពេលកន្លងមកពួកគេក៏ទទួលបានប្រសិទ្ធភាពដូចជាការគេលក់បានស្រួលជាងមុនមានអារម្មណ៍ថាអាចគ្រប់គ្រងស្ថានភាពបានកាន់តែច្រើនហើយភ្ញាក់ពីដំណេកមកក៏ត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងថ្ងៃថ្មីនេះហើយគឺជាការគ្រប់គ្រងភាពតានតឹងនៅក្នុងសកម្មភាពជំហានតូចៗដែលកើតចេញពីការគិតគូរច្បាស់លាស់ដែលជួយសម្រួលចិត្តរបស់អ្នកនិងទទួលបានការគ្រប់គ្រងត្រឡប់មកវិញនេះគឺជាអ្វីដែលអ្នកគួរពិចារណាការគ្រប់គ្រងភាពតានតឹងប្រៀបដូចជាការកែសម្រួលឧបករណ៍តន្ត្រីវាទាមទារការហ្វឹកហាត់ដូច្នេះសូមចាប់ផ្ដើមជាមួយជំហានងាយៗទាំងនេះជំហានទី1ឈប់ឲ្យដកដង្ហើមវែងៗយឺតៗពី3ដងនៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹងពីព្រោះវាអាចកំណត់ប្រព័ន្ធប្រសាយប្រសាទរបស់អ្នកឡើងវិញចំណុចទី2កំណត់ការងាររបស់អ្នកធ្វើបញ្ជីខ្លីមួយអំពីអ្វីដែលសំខាន់ពិតប្រាកដផ្ដោតលើរឿងដែលសំខាន់ជាងគេជំនួសឲ្យការព្យាយាមធ្វើរឿងច្រើនក្នុងពេលតែមួយចំណុចទី3កម្រើករាងកាយរបស់អ្នកដូចជាការហាត់ប្រាណការដើរលឿនឬការលោតតែនេះអាចកាត់បន្ថយភាពតានតឹងនិងបញ្ចេញសារធាតុគីមីមិនល្អនៅក្នុងខ្លួនរបស់អ្នកបានចំណុចទី4ភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តបំផុតការចែករំលែកគំនិតនិងអារម្មណ៍របស់អ្នកអាចកាត់បន្ថយបន្ទុកផ្លូវចិត្តនិងផ្ដល់ឲ្យអ្នកទទួលបាននូវទស្សនៈថ្មីៗចំណុចទី5អនុវត្តការភ្ញាក់រលឹកឬការសរសេរកំណត់ហេតុចំណាយពី2ឬ3នាទីដើម្បីសង្កេតមើលគំនិតរបស់អ្នកដោយគ្មានការវិនិច្ឆ័យឬសរសេរវាចេញមកដើម្បីបញ្ចេញសម្ពាធរបស់អ្នកសូមចូលចងចាំថាភាពតានតឹងតែងតែជាផ្នែកមួយនៃជីវិតរបស់អ្នកប៉ុន្តែរបៀបដែលអ្នកឆ្លើយតបអាចបំលែងបញ្ហាប្រឈមទៅជាការរីកចម្រើនដូច្នេះថ្ងៃនេះសូមអនុវត្តជំហានតូចៗដើម្បីគ្រប់គ្រងភាពតានតឹងរបស់អ្នកដកដង្ហើមវែងៗធ្វើផែនការនិងចែករំលែកចិត្តគំនិតរបស់អ្នកសមនឹងទទួលបានការយកចិត្តទុកដាក់ដូចគ្នាដែលអ្នកបានផ្ដល់ឲ្យរាងកាយរបស់អ្នកភាពតានតឹងមិនមែនជាសត្រូវរបស់អ្នកទេវាគឺជាសញ្ញាមួយជាមគ្គុទ្ទេសក៍និងពេលខ្លះជាគ្រូបង្រៀនរបស់អ្នកចាត់ចែងដោយភាពឆ្លាតវៃហើយអ្នកនឹងរកឃើញភាពស្ងប់ស្ងាត់មិនមែននៅក្នុងការអនុវត្តនៃបញ្ហាប្រឈមនោះទេតែវានៅក្នុងកម្លាំងដែលអ្នកមានដើម្បីប្រឈមមុខពីពួកវាហើយអ្នកនឹងរកឃើញភាពស្ងប់ស្ងាត់មិនមែននៅក្នុងភាពអវត្តមាននៃបញ្ហាប្រឈមនោះទេតែវានៅក្នុងកម្លាំងដែលអ្នកមានដើម្បីប្រឈមនឹងពួកវាសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ